សិល្បៈស្បែកធំនឹងជាសិល្បៈមួយដែលមានប្រចាំនៅក្នុងទីរួមខេត្តសៀមរាបនឹងតាំងពីបុរាណមកប៉ុន្តែសិល្បៈនឹងត្រូវបានវិនាសអន្តរាយអស់ទៅក្នុងសម័យឆ្នាំ75ដែលពួកខ្មែរក្រហមឡើងកាន់កាប់អំណាចក្នុងប្រជាជាណាចក្រកម្ពុជាយើងហ្នឹង As part of the festival, the four largest shadow puppetry troupes in Cambodia came together for 5 days of intensive workshops, including with a collective performance of a scene from the Ramayana story. This was the first time these troupes were able to collaborate and share their various styles and techniques together. តាមសិក្ខាសាលាចំនួន4ថ្ងៃនេះយើងឃើញថាមានភាពរីកចម្រើនច្រើនយើងឃើញថាភាពចំណេញមានច្រើនរងថាយើងបានប្រមូលសិល្បៈគ្រប់ក្រុមមកបញ្ចូលគ្នាទី1គឺមានភាពចំណេញរងថាយើងមានសាមគ្គីភាពទី2យើងបានចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមករៀនសូត្រពីគ្នាទៅវិញទៅមកព្រះរាជរងរំ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ